ព័ត៌មានខ្មែរញូសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ធុតផ្ទុះមេឃហើយពេលនេះលោកហ៊ុនសែនបានធ្វើឲ្យយោធាថៃក្តៅមុខវិញហើយបន្ទាប់យុទ្ធសាស្ត្រសំណាញ់មេឃ BM21 ដល់ព្រំដែនភ្លាមផ្ទុះភ្លាមលេងចាំខណៈនេះលោកហ៊ុនសែនបានធ្វើឲ្យពិភពលោកនិងតំបន់ឃើញភាពស្ងប់ស្ងាយមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះមិនដឹងថាអាវុធរបស់លោកហ៊ុនសែនចាញ់ពីប្រភពណាមកនោះទេបញ្ហារសើបមួយនេះដែរភាគីពាក់ព័ន្ធបានសម្លឹងឃើញថាលោកហ៊ុនសែនមិនអង្គុយតាមរបៀបនយោបាយចាស់ទុំទៀតទេព្រោះសក្តានុពលពលរដ្ឋកាន់តែបង្ហាញច្បាស់ពីមហិច្ឆតាតស៊ូជាសត្រូវដែលបានបៀតបៀនចំពោះអតីតភាពជាតិតាំងពីខែមេថុនាមកនៅថ្ងៃនេះដែរ13តុលាឆ្នាំ2025លោកហ៊ុនសែនបានវិច្ឆបញ្ជាដោយផ្ទាល់ពីលក្ខណៈសង្គ្រាមដែលឯកតោភាគីដើមហេតុចេញពីប្រទេសថៃនៅថ្ងៃនេះដែរ13តុលាឆ្នាំ2025លោកហ៊ុនសែនបានវិច្ឆបញ្ជាដោយផ្ទាល់ពីលក្ខណៈសង្គ្រាមដែលឯកតោភាគីនិងដើមហេតុចេញពីប្រទេសថៃបានបង្កឲ្យកម្ពុជាស្ថិតនៅក្នុងលក្ខណៈសកម្មឈានដល់សកម្មព្រោះទ្រាំនៅទង្វើរបស់ថៃបានគណៈរដ្ឋមន្ត្រីដែលមានលោកទាសីហាសខាវងពិសែនព្រមទាំងមានកិច្ចចូលរួមពីសំណាក់ក្រុមប្រឹក្សារបស់ព្រះមហាក្សត្រដែលមានលោកហ៊ុនសែនជាប្រធាននោះមានលោកសខេងនិងទាបាញ់ផងដែរក្នុងបរិបទតានតឹងលើកនេះដែរលោកហ៊ុនសែនរំលឹកថាប្រទេសជាតិបើទុកឲ្យគេជិះជាន់ទៅតាមទង្វើរបស់ពួកគេគឺខ្លួនយើងទាល់មិនស័ក្តិសមជាមួយពលរដ្ឋឡើយគណៈមន្ត្រីជាមួយក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្របានចេញសេចក្តីក្តៅមួយដែលមានឈ្មោះថាខ្លួនណាបំរើរាជការពារទឹកដីយុទ្ធសាស្ត្រមិនចាញ់និងចុះញ៉មិនញញើតក្លាហានតស៊ូលះបង់ចូលសមរភូមិគ្រប់ចន្ទៈប្រិយមិត្តទីគោរពនិងរាប់អានថាតើលោកហ៊ុនសែននឹងធ្វើទេលោកហ៊ុនសែនហ៊ានចេញទៅសមរភូមិជួបមុខទេគ្រឿងសម្ភារៈខ្មែរមានសក្តាគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងការរារាំងបានដែរទេយោងទៅតាមបទសម្ភាសន៍នៅថ្ងៃទី13តុលានេះដែរលោកទាសីហាបានបង្ហាញថាយុធាខេមរភូមិន្ទមានសន្តិមានសម្ភារៈគ្រប់គ្រាន់សម្រាប់ឆ្លើយតបគ្រប់សមរភូមិជាមួយស្រូវមានការលើកឡើងថានៅដើមខែតុលានេះលោកទាសីហាបានទទួលគ្រឿងយុទ្ធភ័ណ្ឌទំនើបពីចិននិងរុស្ស៊ីព្រមជាមួយបណ្ដាប្រទេសមួយចំនួនផងដែរជំនឿរបស់យោធាខ្មែរបានដាក់ឡើងចំទៅកម្លាំងនិងយុទ្ធភ័ណ្ឌបច្ចុប្បន្ននេះមានសន្និដ្ឋានដល់ច្បាស់ពីកម្លាំងជាតិខាងក្នុងនិងក្រៅមានសាមគ្គីលើជំហរជាតិនិយមគ្រប់និន្នាការនយោបាយលើកនេះលោកហ៊ុនសែនមានសុទ្ធនិងកម្លាំងគ្រប់គ្រាន់សម្រាប់វេបកមិនអោយសៀមមានចិត្តដាក់ទ័ពពង្រាយបន្លាលួសដែលធ្វើឲ្យតំបន់ចំនួនមួយចំនួនត្រូវបានចោលសៀមប្លន់យកទៅភាពជឿជាក់នៅក្នុងវេទិកានយោបាយដែលបានស៊ីជម្រៅលើលក្ខណៈឋាននយោបាយជួរមុខដែលត្រូវបានយោធាសៀមវាប្រហារនោះពេលនេះគម្រោងរបស់លោកហ៊ុនសែនបានដាក់ឡើងជាជំហានធ្វើឲ្យស្មារតីរបស់យោធាមានជំរឿសតែមួយគឺបូជាដើម្បីជាតិក្នុងនេះដែរលោកហ៊ុនសែនបញ្ជាឲ្យកងទ័ពខ្មែរត្រៀមខ្លួនដើម្បីវាយយកដីមកវិញដោយសារតែពួកទៀមវេដណ្ដើមក្នុងរយៈពេលកន្លងមកនេះប្រិយមិត្តជាទីរាប់អានពេលនេះលោកហ៊ុនសែនបានឃើញច្បាស់ពីមហិច្ឆតារបស់សៀមហើយក៏គ្មានអ្វីដែលត្រូវបន្ថយដែរយន្តហោះរថក្រយុទ្ធភ័ណ្ឌទំនើបបានដល់សមរភូមិជួរមុខហើយកងកម្លាំងយុទ្ធពលខេមរភូមិន្ទក៏បានត្រៀមគ្រប់ចំណុចដែរសល់តែថ្ងៃបើការវាប្រហារជាទ្រង់ទ្រាយតែប៉ុណ្ណោះបាសលាស់មួយទៀតលោកហ៊ុនសែននឹងជាអ្នកដឹកនាំជួរមុខតែម្ដងនាយករដ្ឋមន្ត្រីដែលជាកូនប្រុសរបស់លោកហ៊ុនសែនគឺមិនមានសមត្ថភាពនោះទេព្រោះសង្គ្រាមជាមួយសៀមយុទ្ធសាស្ត្រផងជាសង្គ្រាមរីករាលដាលផងដូច្នេះលោកហ៊ុនសែនកំពុងបោះជំហានទៅដល់សមរភូមិធំមួយនៅអាស៊ីអាគ្នេយ៍ពេតណាហើយសៀមក៏ជាអ្នកមានកំហុសធំផងដែរព្រោះបានបំពេញចិត្តអ្នកអាត្មានិយមនិងជ្រុលនិយមសៀមតែប៉ុណ្ណោះគឺពួកគេមិនបានកសាងលើចំហអ្នកជិតខាងទេគេបានបង្កបញ្ហាតាមរបៀបជ្រុលនិយមជាមួយខ្មែរការសងវិញរាប់ពាន់ដងនេះគឺជារូបភាពអង្គនិយមដែលកំពុងបង្ហាញពីសតិកម្លាំងរបស់ខ្មែរបានកើនឡើងសម្រាប់តបជាមួយថៃនាពេលនេះប្រិយមិត្តពលចំហមួយដែលសៀងគ្មាននៅក្នុងកត្តានយោបាយវាជារឿងព័ត៌មានជាតិមិនដូចថៃទេគេកំពុងតែបំបែកបំបាក់ជាតិច្បាស់ភាពនេះខ្មែរបានឃើញច្បាស់នៅទង្វើអគុណធម៌ទង្វើគៀបសង្កត់យ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋដែលកំពុងរស់នៅតាមព្រំដែនមានការកត់សម្គាល់យ៉ាងច្បាស់ថាទីបំផុតនៅក្នុងចំនួនព្រំដែនសង្គ្រាមរវាងកម្ពុជានិងថៃមានផ្ទុះនៅថ្ងៃទី10ខែតុលាឆ្នាំ2025ដោយភាគីម្ខាងខាងបានប្រើប្រាស់សម្ភារៈធុនធ្ងន់ដើម្បីវាយប្រហារគ្នាតាមកំណត់ហេតុពីភាគីកម្ពុជាការវាយប្រហាររវាងកងទ័ពកម្ពុជានិងកងទ័ពថៃចាប់ផ្ដើមដំបូងពីប្រាសាទតាមាន់ធំនិងឈានទៅដល់ប្រាសាទតាកបីតំបន់ខ្មោចហើយបន្តពង្រីកភូមិសាស្ត្រប្រយុទ្ធនៅតំបន់ម៉ាមីរហូតដល់ប្រាសាទព្រះវិហារទៀតតើគេអាចនិយាយបានទេថាសង្គ្រាមជាថ្មីរវាងកម្ពុជានិងថៃនៅចំនួនព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំជាពិសេសភាគីកម្ពុជានៅព្រឹកថ្ងៃទី12ខែតុលាឆ្នាំ2025សង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃបានផ្ទុះឡើងជាផ្លូវការជាមួយនឹងការប្រើប្រាស់សម្ភារៈធុនធ្ងន់ពីភា
គីទាំងពីរទោះជាយ៉ាងណាការវាយប្រហារនេះមិនមែនកើតឡើងដោយសារការបង្ហាញពីខាងកម្ពុជាទេប៉ុន្តែជាការចាប់ផ្ដើមផ្នែកយុទ្ធសាស្ត្រជាក់ស្ដែងពីភាគីថៃដែលបានឈ្លានពានចូលក្នុងដែនដីខ្មែរនិងបំពានលើអធិបតេយ្យភាពជាតិយ៉ាងក្នុងនាមជាប្រទេសដែលបានគោរពច្បាប់អន្តរជាតិសន្តិភាពសកលកម្ពុជាមិនអាចរងមើលឲ្យមានការបំពានដែនដីជាតិដោយគ្មានប្រតិកម្មអ្វីឡើយកងយោធាជាតិបានអនុវត្តការការពារខ្លួនយ៉ាងច្បាស់លាស់តាមសិទ្ធិដែលបានកំណត់នៅក្នុងអនុសញ្ញានៃសហប្រជាជាតិជាមួយនេះដែររាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់បណ្ដឹងជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដើម្បីឲ្យសហគមន៍អន្តរជាតិជួយពិនិត្យនិងចាត់វិធានការទៅលើសកម្មភាពអំពីឈ្លានពាននេះផងដែរវាជាជំហានសមរម្យក្នុងការចង់ឲ្យមានដំណោះស្រាយតាមនីតិវិធីនិងបង្ហាញថាកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមចំនួនទេប៉ុន្តែជាជនរងគ្រោះសេចក្តីជូនដំណឹងដ៏ច្បាស់លាស់គឺកម្ពុជាធ្វើការតបស្ទុះដោយសិទ្ធិកម្មសិទ្ធិនិងកិច្ចបន្ទាន់ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋដីដែនជាតិការសង្គ្រោះជាតិនេះមិនមែនជាការជំរើសទេតែជាបំណងនៃអធិបតេយ្យភាពពេលនេះផងដែរនៅក្នុងចំនួនព្រំដែនជាមួយថៃកម្ពុជាបានសម្រេចបញ្ចប់ការប្រើប្រាស់អ៊ីនធឺណិតព្រមទាំងបញ្ចប់ការចាក់ផ្សាយការនាំចូលឬការចាក់បញ្ចាំងភាពយន្តថៃនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី12ខែមិថុនាតទៅជាមួយគ្នានេះដែរប្រធានគណៈបកកាន់អំណាចលោកហ៊ុនសែនក៏បានផ្ដល់យោបល់ដល់រដ្ឋាភិបាលឲ្យត្រៀមលក្ខណៈឈប់ប្រើប្រាស់ទំនិញថៃបង្វែរអ្នកជំងឺខ្មែរដែលធ្លាប់ទៅព្យាបាលនៅថៃឲ្យព្យាបាលនៅក្នុងស្រុកឬក្រៅប្រទេសផ្សេងទៀតត្រៀមដោះស្រាយពលករខ្មែរដែលវិលត្រឡប់មកពីថៃនិងត្រៀមកម្លាំងប្រដាប់អាវុធ24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានជាដើមការត្រៀមលក្ខណៈទាំងអស់នេះគឺក្នុងករណីដែលថៃមិនដោះស្រាយច្រកព្រំដែនឲ្យវិលមកសភាពប្រក្រតីវិញហេតុអ្វីបានជាកម្ពុជាសម្រេចរើសយកភ័ស្តុក្តៅដើម្បីឆ្លើយតបជាមួយថៃបែប